ជម្រាបសួរនៅថ្ងៃនេះខ្ញុំចែករំលែកហើយក៏ដូចជាការបង្រៀនរំលឹកដល់បងប្អូនជនរួមជាតិយើងដែលពេលខ្លះយើងភ្លេចខ្លួនឯងយើងចង់ឲ្យសង្គមនេះល្អប៉ុន្តែយើងអត់បានប្រព្រឹត្តល្អដោយខ្លួនឯងហើយយើងភ្លេចខ្លួនជាងការយកដឹងថាខ្លួនឯងជាមនុស្សអាក្រក់ទេអញ្ចឹងបានមុននឹងយើងធ្វើអ្វីមួយចង់បានពិភពខាងក្រៅល្អយើងត្រូវសម្អាតខ្លួនឯងសិនដែលចាស់បុរាណឬក៏ទំនៀមទម្លាប់ខ្មែរយើងតែនិយាយថាបើចង់លាងគូតគេឲ្យជ្រះយើងត្រូវលាងគូតខ្លួនឯងឲ្យជ្រះសិនបើចង់ឲ្យស្ថាប័នខ្លួនឯងល្អប្រសើរយើងត្រូវព្យាយាមជំរះសម្អាតស្ថាប័នយើងឬក៏ផ្ទះសម្បែងយើងឲ្យល្អបើយើងទៅសរសើរគោគេវាមិនបានប្រើទេយើងក៏ព្យាយាមធ្វើម៉េចឲ្យគោខ្លួនឯងនឹងវាល្អបានប្រើប្រាស់ដូច្នេះយើងកុំនាំគ្នារំពៃមើលចង់បានដីល្អភាពល្អពីខាងក្រៅដោយអត់ចាប់ផ្ដើមចេញពីខ្លួនយើងដែលយើងខ្លួនឯងនេះតែងតែដើរចង្អុលរឿងទោសកំហុសអ្នកដទៃប៉ុន្តែយើងភ្លេចមើលពីខ្លួនឯងជាមនុស្សអាក្រក់ដែលកំពុងធ្វើអាក្រក់ដែលកំពុងធ្វើខុសពីច្បាប់ជាពិសេសនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញមុននឹងខ្ញុំបកស្រាយខ្ញុំលើកឡើងអំពីជំពូក3នៃច្បាប់រដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរនៅមាត្រា31បាទព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិកុមារប្រជាពលរដ្ឋមានភាពស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមទុនធានឬស្ថានភាពឯទៀតឡើយការប្រើសិទ្ធិសេរីភាពតខ្លួនរបស់បុគ្គលម្នាក់មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់នៅក្នុងមាត្រា31នេះលើកឡើងច្បាស់ណាស់គឺមិនឲ្យប្រកាន់នៅពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយនិងដើមកំណើតជាតិឋានៈសង្គមទុនធានឬស្ថានភាពឯទៀតប៉ុន្តែយើងភ្លេចដូចជាទី1គឺយើងរើសអើងចំពោះអ្នកពិការបាទអ្នកពិការអ្នកខ្លះឃើញគ្នាកំបុតទៅក៏ដៀគ្នាអាកំបុតឃើញគ្នាកើតមកកាយសម្បទាយើងទឿទៀបហៅគ្នាអាកទឿណាអាទៀបមីកទឿមីកញ្ញាញ់មីខ្មៅអានេះសិតតែរើសអើងហើយឃើញគ្នាខ្វាក់ថាគ្នាខ្វាក់ខ្វាក់អត់កើតទេអញ្ចឹងយើងអាហ្នឹងហើយដែលយើងប្រមាថដៀលថ្មេះដោយអត់ដឹងខ្លួនណាបាទបើយើងកើតមកស្អាតសខ្ពស់ស្រឡះហើយក្នុងឋានៈខ្ពង់ខ្ពស់យើងកុំទៅមើលងាយគ្នាឋានៈតូចទាបក្រលហាមឬក៏ឃើញគ្នាពិការល្ងឹតខ្វិនខ្វងហើយយើងទៅដៀលគ្នាអាខ្វាក់អាខ្វិនអាខ្វងអីទៀតអាហ្នឹងកុំចឹងហើយឃើញគ្នាមាត់វាចអីទៅដៀលគ្នាមាត់វាចអាហ្នឹងវាជាកំណើតមកទៅមិនកម្មអកុសលរបស់គាត់មានមកប៉ុណ្ណឹងហើយបើយើងស្អាតស្អំជាងគាត់ហើយយើងកុំទៅមាក់ងាយប្រយ័ត្នឆ្លងពីណាពាក្យលោកពោលពាក្យចាស់លោកពោលថាពីគឺវារមែងរងាប់ដោយការមិនចងពីប៉ុន្តែបើយើងចងពីហ្នឹងបានន័យថាយើងទៅដៀលថ្មីហ្នឹងដៀលអាកទឿអាទៀបអាមាត់វាចអាសលេវអាសឡក់អាខើចអាកំបុតអីហ្នឹងយើងអត់ទៀងទេណាថ្ងៃណាមួយយើងទៅជាគ្រោះថ្នាក់ពិការក៏មានដែរថ្ងៃណាក៏ពិការដោយប្រការណាមួយពិការភ្នែកពិការដៃពិការជើងឬក៏ដល់ពេលយើងមានប្រពន្ធមានកូនចៅយើងទៅអាចថាពីហ្នឹងមកវិញត្រឡប់មកវិញអាចថាកូនរបស់យើងហ្នឹងពិការឬក៏មានបញ្ហាអីក៏ថាបាទពីហ្នឹងវាត្រឡប់មកវិញណាអញ្ចឹងការរើសអើងនេះយើងត្រូវតែបោះបង់ចោលហើយការរើសអើងហ្នឹងវាអត់មានទោសដល់ប្រហារជីវិតឬក៏ទោសដល់ថ្នាក់បងអីនេះមិនមែនប៉ុន្តែវាបង្កើតរឿងអរិភាពនៃការឆ្លោះទំនាស់ដែលយើងប្រមាថមើលងាយហើយ
ហើយមនុស្សគេអាចកុំឲ្យមើលសម្បកក្រៅអញ្ចឹងបាទសម្បកក្រៅហ្នឹងគឺរូបរាងកាយរបស់គាត់ខាងក្រៅជួនកាលខ្មៅទាបកញ្ញះអញ្ចឹងបាទខ្លងពីការគោក៏ដោយគេត្រូវតែឲ្យសិទ្ធគេគោរពសិទ្ធរបស់គាត់សិទ្ធគាត់ជាមនុស្សណាសិទ្ធសេរីភាពរបស់គាត់គឺជាមនុស្សដែលរស់នៅក្នុងសង្គមមួយដែលមានអត្តសញ្ញាណប័ណ្ណណាឬអត្តសញ្ញាណជាតិរបស់គាត់ជាមនុស្សអញ្ចឹងគេត្រូវតែគោរពសិទ្ធិមនុស្សដោយមិនប្រមាថអ្នកងាយដោយភាសានឹងទេហើយមួយទៀតគេត្រូវមើលពីគុណធម៌គុណសម្បត្តិរបស់ពួកគាត់គាត់ធ្វើអីគាត់ធ្វើអីបានបើគាត់ធ្វើល្អយើងលើកសរសើរគាត់ពីពេលខ្លះគាត់ពិការតែរូបរាងកាយមែនប៉ុន្តែចិត្តគំនិតសតិបញ្ញារបស់គាត់មានធ្វើរឿងល្អក្នុងសង្គមច្រើនណាស់យើងទៅសើកន្លែងហ្នឹងទៅបាទអបអរសាទរកន្លែងហ្នឹងប៉ុន្តែអ្នកខ្លះអត់ទេបើគ្នាអត់ទាន់ល្បីអត់អីទេថាគ្នាហ្នឹងគឺគេចេះវាចុះប៉ុន្តែបើល្បីមកទោះបីពិការក៏ដោយអូបាទឃើញគេមានបានចុះពីលើឡានរៀងហឺហាហឹកហាក់តិចមកអូគេពិការមែនប៉ុន្តែគេមានបុណ្យសំណាងណាអញ្ចឹងឃើញទេតែបើគ្នាក្រអត់ថែមទៀតឌីលគ្នានិយាយស្ដីអីពាក្យខ្លឹមសារមានន័យអីអត់ឲ្យតម្លៃទេអានេះហើយដែលជាការប្រមាថមាក់ងាយដែលយើងខ្លួនឯងជាមនុស្សអាក្រក់យើងអត់ដឹងតែខ្លួនឯងជាមនុស្សអាក្រក់ដែលប្រមាថមាក់ងាយធ្វើឲ្យមានការរើសអើងធ្វើឲ្យមានទំនាស់បែកបាក់ក្នុងសង្គមអញ្ចឹងយើងស្ដាប់ពិចារណាហើយយកទៅអនុវត្តមួយទៀតគឺការជេរប្រមាថជេរខឹងគេជេរតាមអារម្មណ៍ខ្លួនឯងជេរហ្នឹងវានៅក្នុងទោសខុសច្បាប់ដែរណាប្រយ័ត្នតែគេចាប់ទៅដូចជាការជេរប្រមាថបរិហាគេដោយការឌីលថ្មីអាហ្នឹងគឺខុសច្បាប់បងប្អូនយើងកំពុងតែធ្វើរឿងខុសច្បាប់ហើយដល់ពេលគេអនុវត្តច្បាប់ទាំងថាគេអាក្រក់អត់ទេយើងទៅមើលច្បាប់ខ្លួនឯងហើយវាអត់មានអីទៅត្រូវបើគេជេរយើងវាអត់បញ្ហាយើងប្រមូលផុសតាងយកមកដាក់ពាក្យបណ្ដឹងតែបើថាយើងជេរគេមានផុសតាងត្រឡប់ទៅវិញគេស៊ីសងគ្នាច្បាប់ហ្នឹងគេនឹងគេមើលទៀតដែរអញ្ចឹងយើងធ្វើអីក៏ដោយបើយើងដើរក្នុងសង្គមចង់ឲ្យស្អាតល្អគឺយើងកុំប្រព្រឹត្តល្មើសនឹងច្បាប់ជាពិសេសរដ្ឋធម្មនុញ្ញនេះបានចែងហើយកុំឃើញគ្នាស្រីមិនស្រីប្រុសមិនប្រុសណាទៅដៀលគ្នាអាខ្ទើយមីខ្ទើយអាហ្នឹងវាសុទ្ធតែជាភាសាឬអើងតែយើងទៅដៀលប្រមាថគ្នាហើយសួរថាមនុស្សក្នុងโลกនេះអ្នកណាចង់អាក្រក់អ្នកណាចង់ក្រអ្នកណាចង់កើតមកពីកលពីការអ្នកណាចង់កើតមកមានគ្រោះអកុសលអញ្ចឹងអត់មានទេតែបើយើងទៅដៀលថ្មេះបន្ថែមទៀតបានន័យថាយើងនឹងគឺមនុស្សអវិជ្ជាមនុស្សដែលអត់បានគោរពសិទ្ធិមនុស្សដែលអត់បានស្គាល់អំពីគុណតម្លៃពិតប្រាកដរបស់មនុស្សដែលមនុស្សគេធ្វើល្អគេមានសតិបញ្ញាស្មារតីគេធ្វើកិច្ចការងារដូចនៅក្នុងសង្គមគេលើកកម្ពស់ជនពិការទៀតឲ្យតែធ្វើកិច្ចការងារបានទៅតាមចំណេះជំនាញបច្ចេកទេសប្រាក់ខែគេមិនមែនទៅបំបត្តិទេមិនមែនថាអ្នកពិការនឹងបើកប្រាក់ខែទាបជាងអ្នកដៃជាជើងជាសកាយសម្បទាគ្រប់គ្រាន់ទេអញ្ចឹងយើងកុំយកអាទម្លាប់ដែលយើងអត់ដឹងថាខ្លួនឯងកំពុងខុសហ្នឹងមកប្រើក្នុងសង្គមតទៅទៀតល្មមបញ្ចប់ទៅចង់ឲ្យសង្គមនេះល្អចាប់ផ្ដើមចេញពីខ្លួនយើងល្អបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបាទសូមជម្រាបលា